នេះគេថាឧស្ម័នគំរូមួយបានរីកមាឌវារីកពី1ម៉ែត្រគីបទៅ5ម៉ែត្រគីបសួស្តីកូនទាំងអស់គ្នាណាថ្ងៃនេះយើងមកជួបអ្នកគ្រូសាជាថ្មីទៀតហើយតាក់ទងជាមួយនឹងមេរៀនទី2ដដែលប៉ុន្តែថ្មីសម្រាប់យើងណាថ្មីសម្រាប់យើងក្នុងចំណុចនេះគឺតាក់ទងជាមួយនឹងតេស្តប្រឡងសាកទូទាំងរាជធានីទូទាំងខេត្តក្រុងដែលខាងមន្ទីរបានដាក់មកដើម្បីតេស្តបងប្អូនថ្នាក់ទី12នៅតាមសាលានានាអញ្ចឹងឃើញលំហាត់មួយនេះវាល្អហើយវាប្លែកហើយវាថ្មីទៀតសម្រាប់បងប្អូនអញ្ចឹងអ្នកគ្រូក៏លើកយកមកដើម្បីដោះស្រាយឲ្យបងប្អូនមើលតើលំហាត់មួយនេះយើងបកស្រាយតាមវិធីណាអញ្ចឹងសូមអញ្ជើញមកចូលរួមទស្សនាជាមួយអ្នកគ្រូទាំងអស់គ្នាយើងមើលអញ្ចឹងមៀតរីកពី1ម៉ែត្រគីបទៅ5ម៉ែត្រគីបនៅពេលដែលសម្ពាធវាថយចុះពី50ប៉ាស្កាល់មក10ប៉ាស្កាល់តាមកន្លង3ផ្សេងគ្នាអញ្ចឹងកន្លង3ផ្សេងគ្នាវាមានកន្លង A មានកន្លង B ហើយនឹងមានកន្លង C គេឲ្យយើងគណនាកំណដោយបំពេញដោយឧស្ម័នតាមកន្លងនីមួយអញ្ចឹងគេសួររកកំណតាមកន្លងនីមួយបានន័យថាកំណដែលវាបានបំពេញតាមកន្លង A កំណដែលវាបានបំពេញតាមកន្លង B ហើយនឹងកំណដែលវាបានបំពេញតាមកន្លង C ឥឡូវយើងមើលទាំងអស់គ្នាយើងឃើញអញ្ចឹងយើងគិតថាអានឹងលំហាត់ហ្នឹងច្បាស់ជាស្រួលណាស់តែអត់ស្រួលទេព្រោះអីលំហាត់នេះវាប្លែកបន្ទាប់ពីអ្នកគ្រូធ្វើអត្រាកំណែកែកូនសិស្សរួចឃើញថាពួកយើងភាគច្រើនធ្វើអត់បានល្អបានន័យថានៅខ្វះចន្លោះខ្លះដោយសារលំហាត់នេះប្លែកត្រង់ថាសញ្ញាព្រួយនេះគេដាក់នៅលើតែបន្ទាត់ដេកនេះមួយហើយព្រួយនេះនៅលើតែបន្ទាត់ត្រេតមួយហើយនឹងព្រួយនេះនៅលើតែបន្ទាត់ឈរមួយតែករណីនេះយើងមើលតាមសញ្ញាព្រួយតើព្រួយនឹងវាទៅហើយជួបគ្នានៅកន្លែងណាឥឡូវយើងមើលករណីទី1នេះកំណនៅលើកន្លង A អញ្ចឹងលើកន្លង A យើងមើលព្រួយនេះបានន័យថាទៅស្ដាំមួយហើយចុះមកក្រោមមួយទៀតណាចុះមកក្រោមមួយទៀតមកដល់ចំណុចកន្លែងនេះបន្តមកទៀតកំណនៅលើកន្លង B វាចេញមកលើកន្លង B ចុះមកជួបគ្នានៅកន្លែងហ្នឹងដូចគ្នាកន្លង C បានន័យថាវាចុះមកហើយវាទៅស្ដាំហើយជួបគ្នានៅកន្លែងនេះដូចគ្នាអញ្ចឹងបានន័យថាចំណុចនេះគឺជាចំណុចរួមមួយអញ្ចឹងបើវាជាចំណុចរួមបានន័យថាកំណនៅលើកន្លង A នេះមាន2បានន័យថាវាបានបំពេញកំណ2កំណទី1គឺតាមអដេកកំណទី2គឺតាមអឈរចឹងឥឡូវយើងមើលរកកំណបំពេញដោយឧស្ម័នលើកន្លង A អញ្ចឹងនៅលើកន្លង A នេះយើងបាន WA កំណលើកន្លង A នេះគ្រូតាំងលើ WA បានដោយសារកំណដែលវាបំពេញលើកទី1បូកកំណដែលវាបានបំពេញលើកទី2អញ្ចឹងកំណដែលវាបានបំពេញលើកទី1តាមអដេកលើកទី2តាមអឈរអញ្ចឹងអ្នកគ្រូបង់លេខ1លេខ2ចុះដើម្បីឲ្យយើងស្រួលយល់ហើយវាមកជួបគ្នានៅកន្លែងរួមនេះអញ្ចឹងបានន័យថា WA នេះបានមកដោយសារ W1 បូក W2 តែកំណនៅកំណករណីបន្ទាត់ដេកនេះកំណទី1នេះវាចូលករណីអីគេយើងមើលត្រង់ចំណុចបញ្ចប់នេះសម្ពាធ50ចំណុចចាប់ផ្ដើមក៏សម្ពាធ50បានន័យថាចូលករណីសម្ពាធថេអញ្ចឹងបើសម្ពាធថេកំណទី1ស្មើនឹង P1 កតាឲ្យ V2 ដក V1 ចូលដល់កំណទី2ម្ដងពេលវាចុះតាមបន្ទាត់ឈរនេះណាកំណទី2យើងមើលមៀតចំណុចចាប់ផ្ដើមស្មើ5មៀតចំណុចបញ្ចប់នេះក៏ស្មើ5ដូចគ្នាអញ្ចឹងបានន័យថាមៀតដូចគ្នាគឺមៀតថេអញ្ចឹងករណីមៀតថេយើងដឹងហើយ W វាស្មើនឹង0អញ្ចឹងយើងស្រង់សមត្ថកម្មមក V1 យើងនេះចំណុចចាប់ផ្ដើម V1 យើងស្មើ1 V បញ្ចប់ V2 យើងស្មើ5សម្ពាធចាប់ផ្ដើមយើងគឺ50អញ្ចឹងយើងស្រង់សមត្ថកម្មរួចយើងចំនួនលេខអញ្ចឹងយើងបាន WA យើងស្មើមក W1 P1 កតាឲ្យ V2 ដក V1 អញ្ចឹង P1 យើងគឺ50កតាឲ្យ V2 យើងគឺ5ដក V1 គឺ1ហើយបូកឲ្យ W2 ស្មើ0មក5ដក1ស្មើ4កូនឲ្យ50បាន200អញ្ចឹងដូចនេះកំណនៅលើកន្លង A យើងស្មើ200 0អញ្ចឹងយើងបានចម្លើយនៅលើកំណកន្លង A ចូលដល់កន្លង B ម្ដងយើងមើលកន្លង B នេះកន្លង B បន្ទាត់កត់ទ្រូងនេះចេញពីទីតាំងទី1មកដល់ទីតាំងទី2បានន័យថាករណីនេះកំណវាបានបំពេញតែម្ដងគត់ណាបានតែម្ដងគត់គឺបន្ទាត់ត្រេតបានន័យថាត្រង់ចំណុចចាប់ផ្ដើមសម្ពាធវា
50ត្រង់ចំណុចបញ្ចប់សម្ពាធវា10ចំណុចចាប់ផ្ដើមដូចគ្នាមៀតវា1ចំណុចបញ្ចប់មៀតវា5ចឹងបានន័យថាវាចូលករណីសម្ពាធខុសគ្នាមៀតខុសគ្នាបើសម្ពាធខុសគ្នាមៀតខុសគ្នារូបមន្តរបស់វាគឺ1លើ2សម្ពាធបូកចូលគ្នាហើយគុណឲ្យមៀតអាស្រេចដកអាដើមចឹងយើងស្រង់សមត្ថកម្មមកពេល1យើងមែនពេល1យើងគឺ50ពេល2យើងនៅកន្លែងនេះស្មើនឹង10 V1 យើងគឺនៅ1ដដែលV2 យើងគឺ5ចឹងយើងចំនួនលេខណាយើងចំនួនលេខមកកំណត់នៅលើកន្លង B យើងស្មើ1លើ2កតាឲ្យP1 បូកP2 បានន័យថា50បូក10កតាឲ្យទៀត V2 ដក V1 ចឹង5ដក1 5ដក1នៅសល់4យើងចែកឲ្យ2ឲ្យហើយមកបាន2 50បូក1វា60ចឹង60គុណជាមួយនឹង2បានណាន120ចឹងដូចនេះកំណលើកន្លង B យើងស្មើនឹង120 0ចឹងយើងបានកំណលើកន្លង B ឥឡូវយើងចូលដល់កំណនៅលើកន្លង C ម្ដងណាកំណនៅលើកន្លង C បានន័យថាមាន2ដងតាមបន្ទាត់ឈរចុះមកម្ដងហើយបន្ទាត់ដេកទៅម្ដងទៀតអញ្ចឹងនៅលើកន្លង C នេះអ្នកគ្រូតាំងដូចគ្នានេះកំណទី1អានេះកំណទី2អ្នកគ្រូបងលេខ1ហើយនិងលេខ2ចោះអញ្ចឹងឥឡូវយើងមើលទាំងអស់គ្នាកំណនៅលើកន្លង C បានមកដោយសារ W1 បូក W2 W1 យើងមើលណា W1 មិនហ្នឹងបានន័យថាវាគឺជាបន្ទាត់អីគេបន្ទាត់ឈរអញ្ចឹងបន្ទាត់ឈរយើងមើលមៀតចំណុចចាប់ផ្ដើមហើយនិងមៀតបញ្ចប់ដូចគ្នាអញ្ចឹងបានន័យថាមៀតថេអញ្ចឹងបើមៀតថេគឺ W វាស្មើនឹង W វាគឺស្មើនឹង0បានន័យថាមៀតថេករណីនេះមៀតវាដូចគ្នាមៀតវាថេចូលដល់ W2 យើងមើល W2 របស់យើងគឺជាបន្ទាត់ដេកអញ្ចឹងយើងដឹងហើយណាបន្ទាត់ដេកបានន័យថាសម្ពាធចាប់ផ្ដើមក៏10សម្ពាធកន្លែងបញ្ចប់នេះក៏10ចូលករណីសម្ពាធថេអញ្ចឹងបើសម្ពាធថេកំណរបស់វាគឺស្មើនឹង P1 កតាឲ្យ V2 ដល់ V1 ឥឡូវយើងមើល P1 វាតើស្មើប្រមាណ P1 វាP1 របស់វានេះ P1 របស់វាគឺស្មើ10 V1 វា1 V2 វាស្មើ5អញ្ចឹងយើងចំនួនលេខមកP1 យើងគឺស្មើនឹង10ប៉ាស្កាល់ V1 យើង1ម៉ែត្រគីប V2 យើង5ម៉ែត្រគីបនៅដដែលអញ្ចឹងយើងចំនួនចូល W2 យើងបាន10កតាឲ្យ5ដក1អញ្ចឹង5ដក1ស្មើ4គុណឲ្យ10បាន40ចឹងចម្លើយយើងស្មើ40 0នៅលើកន្លង C ណានៅលើកន្លង C ដូច្នេះក្នុងការបកស្រាយនៅចំណុចនេះត្រូវបានបញ្ចប់ហើយអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានអ្នកគ្រូតាំងពីវីដេអូដំបូងរហូតមកដល់វីដេអូចុងក្រោយនេះអរគុណហើយនឹងក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាប្រឡងបាក់ឌុបខាងមុខនេះទទួលបានលទ្ធផលល្អទាំងអស់គ្នា